ជាដំបូងធ្វើការកាត់ស្ករត្នោតជាដុំតូចៗបន្ទាប់មកធ្វើការលាយម្សៅដំណើបជាមួយទឹកក្តៅបន្ទាប់ពីលាយម្សៅជាមួយទឹកក្តៅរួចរាល់ហើយយើងត្រូវធ្វើការច្របាច់ម្សៅឲ្យស្អិតល្អធ្វើការច្របាច់ម្សៅទាល់តែស្អិតចូលគ្នាបែបនេះចាប់ផ្ដើមធ្វើការវេចនំដាក់ទឹកដាំឲ្យពុះបន្ទាប់ពីទឹកពុះរួចហើយត្រូវបង់ម្សៅដែលយើងលុញរួចហើយដាក់ចូលនៅពេលដែលឃើញនំអណ្ដែតគឺមានន័យថាគឺឆ្អិនហើយស្រង់នំចេញដាក់នៅក្នុងទឹកត្រជាក់នំបានរួចរាល់ហើយឥឡូវខ្ញុំដាក់ដូងពីលើដើម្បីទទួលទាននំផ្លែអាយបានរួចរាល់ហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តคลิปវីដេអូនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅคลิปក្រោយទៀតបាយបាយ